ដើម្បីបង្កើតភាពជឿជាក់លើរថយន្តដឹកទំនិញរបស់លោកអ្នកឲ្យកាន់តែខ្លាំងនេះរដូវកាលចុងឆ្នាំនេះមជ្ឈមណ្ឌលថែទាំនិងជួសជុលរថយន្តដឹកទំនិញ Isuzu នឹងធ្វើការផ្ដល់ជូននូវប្រូម៉ូសិនពិសេសទៅលើគ្រឿងបន្លាស់របស់ Isuzu និងកញ្ចប់សេវាកម្មជាច្រើនទៀតតោះមកមើលទាំងអស់គ្នាតើកញ្ចប់ប្រូម៉ូសិនទាំងអស់នោះមានអ្វីខ្លះបញ្ចុះតម្លៃរហូតដល់ទៅ 20% ទៅលើគ្រឿងបន្លាស់ប្រភេទ D និង E ដែលជាគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Isuzu បញ្ចុះតម្លៃ 15% ទៅលើកញ្ចប់សេវាកម្ម A B C និង D ដើម្បីធានានូវគុណភាពនិងភាពជឿជាក់បញ្ចុះតម្លៃ 5% ទៅលើគ្រឿងបន្លាស់ A B C ដែលជាគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Isuzu មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Isuzu នឹងធ្វើការផ្ដល់ជូនបន្ថែមទៅលើការបញ្ចុះតម្លៃ 15% ទៅលើថ្លៃពលកម្មនិងការត្រួតពិនិត្យទូទៅដោយឥតគិតថ្លៃកុំឲ្យឱកាសនេះកន្លងផុតទៅប្រម៉ូសិនមានកំណត់គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025មកទទួលយកសេវាកម្មនិងការប្រម៉ូសិនពិសេសឥឡូវនេះនៅមជ្ឈមណ្ឌលថែទាំនិងជួសជុលរថយន្តនិងទំនិញ Isuzuជំរាបសួរបងទាំងអស់គ្នាសម្រាប់ថ្ងៃនេះនាងខ្ញុំទាំងពីរនាក់នាងខ្ញុំសៀកនេងខ្ញុំសេរីនាងយើងនឹងធ្វើការ live ផ្ទាល់ជាមួយនឹងរថយន្ត Isuzu របស់យើងសម្រាប់ការ live ផ្ទាល់នេះគឺយើង live ទៅលើ model QMA 77S ដែលជាប្រភេទរថយន្ត1តោនកន្លះប៉ុន្តែសម្រាប់ការ live ថ្ងៃនេះគឺយើងពិសេសជាងរាល់ដងបងចាបងគឺយើងមានអ្វីពិសេសផ្ដល់ជូនអតិថិជនប៉ុន្តែមុននឹងទៅដល់ការផ្ដល់ជូនពិសេសនេះនាងខ្ញុំសូមបង្ហាញអំពីរថយន្តយើងសិនអញ្ចឹងណាបងអញ្ចឹងបងអាចទៅទស្សនាទាំងអស់គ្នាចាបងអញ្ចឹងចង់នាំអារម្មណ៍បងមកទស្សនានៅកាប៊ីនរបស់យើងណាជាឡានស៊េរី QMA 77F ជាឡានខ្នាត1តោនកន្លះរបស់យើងអញ្ចឹងណាបងអញ្ចឹងដូចបងបានឃើញអញ្ចឹងគឺឡានរបស់យើងប៉ាណាខាងមុខគឺគេ design ជាលក្ខណៈប្រអប់4ជ្រុងអញ្ចឹងមើលទៅជាលក្ខណៈ unique បងអត់ញ៉ៃអត់ស្កេះស្កាស់អញ្ចឹងណាហើយបើបងកលេចមកមើលនៅ logo របស់យើងវិញគឺគេធ្វើផុសចេញមកខាងក្រៅអញ្ចឹងវាមានសភាពស្រស់ស្អាតខ្លាំងមែនតើបងហើយបើបងកលេចមកមើលខាងក្រោមវិញគឺគេ design ជាលក្ខណៈសញ្ញាព្រួយអញ្ចឹងណាជាលក្ខណៈពីរជាន់អញ្ចឹងហើយគេរចនាហ្នឹងមិនមែនយកដើម្បីតែម៉ូទេបងគឺវាមានអត្ថប្រយោជន៍ដែរបងគឺធម្មតាពេលដែលយើងបើកឡានទៅមុខអញ្ចឹងគឺខ្យល់នឹងតែចូលឲ្យបងអញ្ចឹងចូលអញ្ចឹងចូលទៅដល់ម៉ាស៊ីនខាងក្នុងអញ្ចឹងគឺវាជួយជំនួយឲ្យម៉ាស៊ីនរបស់យើងត្រជាក់ដែរអញ្ចឹងណាកុំឲ្យវាក្តៅគឺកាត់បន្ថយភាពក្តៅអញ្ចឹងទៅបងចាអញ្ចឹងដូចបងឃើញអញ្ចឹងហើយបើបងកលេចមកមើលជាគៀងរបស់ឡានយើងវិញគឺគេប្រើជាគៀង halogen ហើយសម្រាប់ជាគៀងនឹងដែរគឺគេធ្វើលក្ខណៈដាច់ពីគ្នាបងអញ្ចឹងដូចថាបើសិនជាបងប៉ះពៀនៅខាងក្រោមឬក៏ខាងលើគឺបងដូរទៅខាងហ្នឹងទៅអត់ជាប់គ្នាអញ្ចឹងណាបងប៉ះខាងលើបងចូលខាងលើទៅខាងក្រោមមិនដូរក៏បានដែរអញ្ចឹងវាចំណេញសម្រាប់បងដែរអញ្ចឹងហើយនេះបងសម្រាប់ជាគៀងកាត់អាប់យើងវិញណាក៏ល្អដែរបងគឺបងសម្រាប់បងដែលធ្វើដំណើរមិនថាផ្លូវពេលភ្លៀងក៏ដោយឬក៏ពេលយប់អីចឹងណាគឺបងអាចមើលផ្លូវបានច្បាស់ល្អខ្លាំងមែនតើចាហើយឥឡូវនេះបងមើលខាងលើវិញជាគៀងសុំតើបងជាកញ្ចក់ឡានរបស់យើងណាគឺធំល្អអាចមើលផ្លូវទៅខាងក្រោយគឺបានល្អមែនតើមើលឧបសគ្គមើលអីចឹងណាបងគឺសម្រាប់បងដែលគាត់ជាតកងឡានគឺគាត់ស្រួលខ្លាំងមែនតើហើយនេះជាគៀងជំនួយរបស់យើងណាជាគៀងជំនួយហ្នឹងគឺនិយាយទៅគឺល្អត្រង់ថាបងដែលគាត់ធ្វើដំណើរស្របផ្លូវជាមួយនឹងយើងណាគឺពេលដែលគាត់ឃើញជាគៀងហ្នឹងបើថាយើងចង់បាត់ផ្សេងបាត់អីចឹងគឺគាត់ដឹងអញ្ចឹងអត់ពិបាកព្រោះធម្មតាឡានមានជាគៀងខាងមុខខាងក្រោយតែបើគាត់មកស្របនឹងផ្លូវយើងហ្មងគឺគាត់អត់ដឹងអីចឹងជាគៀងហ្នឹងក៏ជាជំនួយសម្រាប់ពួកគាត់ដែរអញ្ចឹងណាបងចឹងឥឡូវយើងមកមើលជាផ្នែកជំភាំងរបស់កាប៊ីនឥឡូវខ្ញុំសូមបន្ថែមផ្នែកជំភាំងនៃរថយន្តរបស់យើងបន្តិចមុននឹងចូលទៅដល់ខាងក្នុងចង់ឲ្យបងមើលរូបរាងស៊ុំនៃរថយន្តរបស់យើងបើបងមើលប៉ានេះទៅបងដឹងថាស៊ុំរថយន្តរបស់យើងគឺទលាយធម្មតាស៊ុំរថយន្តទលាយពេលដែលយើងឡើងទៅក៏អត់ទៅដែរអញ្ចឹងណាបងអញ្ចឹងសម្បីតកន្លែងចាប់នេះក៏គេធ្វើឡើងជាលក្ខណៈរាងបញ្ឈរដែរអញ្ចឹងវាស្របជាមួយនឹងទម្រង់ដៃរបស់យើងណាអញ្ចឹងយើងទាញទៅគឺមានភាពងាយស្រួលមែនតើចាឥឡូវខ្ញុំសូមចូលទៅដល់ខាងក្នុងបន្តិចណាចាមុននឹងចូលទៅដល់ផ្នែកកាប៊ីនខ្ញុំសូមបង្ហាញពីអត្ថប្រយោជន៍តូចនៃជំភាំងរថយន្តនេះអញ្ចឹងណាបងដែលនៅក្នុងនេះឥឡូវខ្ញុំសូមរៀបរាប់ពីលើនេះទៅដែលកន្លែងនេះបងអាចចាប់កាន់ទាញបិទបើកគឺវាស្អិតស្រួលចាំមែនតើចាអត់ល្អទេបងចាហើយបន្ទាប់មកក៏មានកន្លែងដាក់កម្រិតដៃសម្រាប់អញ្ចឹងពេលបងគាត់បើកផ្លូវឆ្ងាយគាត់ត្រូវជាងចុកដៃហ្នឹងហើយបងអាចកម្រិតបានពេលស្តុបឈប់អីចាហើយកន្លែងនេះបងអាចដាក់ឯកសារហើយសម្រាប់បង
ងដែលគាត់ភាសាបរិយក៏មានកន្លែងដែលដាក់កតុយបរិយដែរអញ្ចឹងណាបងគឺល្អមែនតើចាឥឡូវសម្រាប់ផ្នែកចំហៀងនេះយើងធ្វើប៉ុណ្្នឹងសិនយើងសូមចូលទៅដល់ផ្នែកខាងក្នុងកាប៊ីនរថយន្តរបស់យើងណាចាឥឡូវខ្ញុំសូមធ្វើការបង្ហាញជូនបងបន្តិចសម្រាប់ចក្ររថយន្តរបស់យើងនេះគឺពិសេសមែនតើទី1គឺស្បែករថយន្តស្បែកដែលរុំនេះគឺគេធ្វើឡើងជាលក្ខណៈខាងក្រើមគឺស្អិតងាយស្រួលចាប់កាន់តែម្ដងបងហើយសផ្លេបងបាច់ចាំដកដៃឆ្ងាយគឺនៅគៀកនឹងតែម្ដងអញ្ចឹងបើផ្លូវស្ទះអីក៏ស្រួលដែរហើយសម្រាប់ចក្រនេះដែរក៏ពិសេសដែរបងអាចសេរីទៅតាមអ្វីដែលបងចង់ទៅតាមតម្រូវការចាតាមបងចង់កាន់ប៉ុណ្ណាដែលមានអារម្មណ៍ថាស្រួលនៅក្នុងការបើកបរអញ្ចឹងណាចាបងចាហើយបើនិយាយពីកញ្ចក់តាបឡូរបស់យើងវិញគឺភ្លឺថ្លាច្បាស់មែនតែនអញ្ចឹងបងមើលផ្លូវគឺមើលកុងទ័រមើល option នៅលើនេះគឺស្រួលមែនតែនចាហើយសម្រាប់រថយន្ត Isuzu 1 តោនកន្លះរបស់យើងនេះបើបងចូលមកមានអារម្មណ៍ថាវាទលាយវាអត់ជាទៀតទេហើយនៅក្នុងនេះក៏មានកន្លែងដាក់ឯកសារដាក់កាហ្វេជាច្រើនដែរអញ្ចឹងណាបងត្រឡប់មកមើលខាងលើវិញកន្លែងនេះគឺគេហៅថា Sun Visor សម្រាប់បាំងការពារកម្ដៅអញ្ចឹងណាសម្រាប់កន្លែងនេះគឺយើងអត់មានតាមចំហៀងខាងតកុងទេអញ្ចឹងណាយើងមានសងខាងអញ្ចឹងណាសូម្បីតែអ្នករួមដំណើរក៏គាត់មានដែរហើយចុះក្រោមមកនេះគឺកញ្ចក់រថយន្តរបស់យើងក៏ប្លែកដែរបងគឺគេធ្វើឡើងរៀងប្រឈរទៅមុខវាអត់ទេមកខាងអ្នកបើកបរពេកទេអញ្ចឹងវាធ្វើឲ្យកម្ដៅអត់ងាយចូលទេអញ្ចឹងពេលថយទៅតាមនឹងដែរចាបើសិនជាអានេះរៀងទេគឺវាអាចធ្វើឲ្យឡើងកម្ដៅលឿនអញ្ចឹងណាហើយបូករួមជាមួយនឹងការ design កញ្ចក់ប្រឈរហើយជាមួយនឹងម៉ាស៊ីនត្រជាក់ឡានរបស់យើងល្អទៀតគឺពេលដែលបងបើកមានអារម្មណ៍ថាcomfort មែនតែនចាហើយចំណុចពិសេសមួយទៀតដែលបងប្អូនចង់បង្ហាញបងនៅក្នុងកាប៊ីននេះគឺសម្រាប់កៅអីនេះគឺយើងជិះបានដល់តែ3នាក់អញ្ចឹងបើសិនជាបងមានត្រូវដឹកដំណើរដឹកអីវ៉ាន់ទៅផ្លូវឆ្ងាយបងអាចដាក់បានដល់ព្រូ2នាក់ទៀតអញ្ចឹងគឺចំណេញមែនតែនចាបងហើយកៅអីយើងក៏ស្រួលដែរណោះស្រួលងាយស្រួលសម្អាតអញ្ចឹងណាសម្រាប់កៅអីនេះគឺយើងធ្វើឡើងពីប្រភេទកស៊ូអញ្ចឹងនៅពេលដែលបងបន្លាយគឺងាយស្រួលសម្អាតមែនតែនចាបងចាអញ្ចឹងយើងធួប៉ុណ្ណឹងសិនទៅនៅក្នុងកាប៊ីននេះយើងទៅបន្តជាមួយនឹងម៉ាស៊ីនរថយន្តរបស់យើងទៀតចាបងចាបងតើឥឡូវយើងមកមើលម៉ាស៊ីនរបស់យើងវិញអញ្ចឹងណាមុនហ្នឹងផ្លេចបញ្ជាក់បងថាសម្រាប់ឡានថ្នាក់1 តោនកន្លះរបស់យើងហ្នឹងគឺប្រើជាម៉ាស៊ីនតាក់បូគឺជាម៉ាស៊ីនជំនាន់ក្រោយដែលគេទៅឡើងមកអញ្ចឹងណាគឺម៉ាស៊ីនហ្នឹងគឺជំនួយខ្លាំងមែនតើគឺមិនថាការស៊ីប្រេងក៏តិចជំនួយកម្លាំងម៉ាស៊ីនហើយសម្រាប់សិលេងនេះគឺតិចទៅតាមនឹងដូចគ្នាបងចាហើយសម្រាប់ម៉ាស៊ីនឡានរបស់យើងគឺម៉ាស៊ីន 3.0 បងសម្រាប់កម្លាំងវិញគឺវារហូតដល់105សេសអញ្ចឹងណាគឺនិយាយទៅគឺល្អមែនតើបងចាបងបានឃើញចឹងចាអាចបញ្ជាក់បន្ថែមបានទេថាឡានរបស់យើងដែលប្រើតាក់បូហ្នឹងមានប្រព័ន្ធ ECU ហ្នឹងអាចផ្ដល់អត្ថប្រយោជន៍អីខ្លះចាបងចាសម្រាប់ឡានរបស់យើងហ្នឹងក៏មានជាប្រព័ន្ធ ECU ដែរដែលអាចកំណត់កត់ត្រារាល់ទិន្នន័យដែរសម្រាប់បងដែលបើកបរចឹងណាដូចជាលើកឧទាហរណ៍សម្រាប់បងមួយដូចថាបើសិនជាសម្រាប់បងដែលគាត់មានឡានគាត់ទិញឡានខាងយ៉ាងទៅ5គ្រឿងអីចឹងណាហើយស្រាប់តែមានមួយគ្រឿងហ្នឹងខុសគេស៊ីប្រេងខ្លាំងខុសគេហើយមើលទៅគឺវាអត់តំណងចឹងណាគឺគាត់អាចយកឡានមកខាង service យើងបានដូចគ្នាគឺ service ដឹងថាបងអ្នកបើកបរហ្នឹងគាត់ក្រំទីចោលឬក៏គាត់ជន់ប្រាំងញាប់អីចឹងគឺដឹងទាំងអស់បងចាហើយកាន់តែពិសេសហ្នឹងគឺសម្រាប់កាប៊ីនរបស់យើងហ្នឹងណាក៏មានជា sensor ប្រាប់ដែរបងបើសិនជាបងបិទកាប៊ីនអត់ចិត្តចឹងក៏វាមានឡើង sensor ប្រាប់ដល់បងដូចគ្នាចឹងណាគឺជំនួយល្អខ្លាំងមែនតើបងពីបងឃើញដោយសារតែកាប៊ីនរបស់យើងនេះយើងអាចបើកដើម្បី check ឡានរបស់យើងបានអញ្ចឹងពេលដែលបង checkម៉ាស៊ីនឡានក៏បងស្រួលឆែកដែរចាហើយវាមាន sensor អាចការពារសុវត្ថិភាពបងអ្នកប្រើប្រាស់បានទៀតចាបងចាឥឡូវយើងងាកមកមើលប្រវែងសាក់ស៊ីយើងចឹងចាឥឡូវយើងចូលមកសាក់ស៊ីរបស់យើងបន្តិចដូចបងដឹងអញ្ចឹងសម្រាប់ឡានដឹកអ្វីដែលសំខាន់ជាងគេគឺប្រវែងសាក់ស៊ីព្រោះអីគឺបងអាចដឹកទំហំអវ៉ាន់បានប៉ុណ្ណាអាចថាចំណេញខាតអីគឺនៅលើប្រវែងទ្រង់ដែលបងអាចដឹកបានហើយនឹងបូកផ្សំជាមួយនឹងម៉ាស៊ីនឡានរបស់យើងខ្លាំងទៀតចាបងអញ្ចឹងមុននឹងចូលទៅដល់ប្រវែងទ្រង់គឺខ្ញុំសូមនិយាយពីប្រវែងសាក់ស៊ីរបស់យើងសិនដែររថយន្ត Isuzu របស់យើងគឺ
មានប្រវែងសាក់ស៊ីពីកង់មុខដល់កង់ក្រោយនេះគឺ 2.77 ចាបង អញ្ចឹងគឺប្រវែងនេះគឺវែងមែនតើបងយកទៅធ្វើទ្រុងក៏បានវែងដែរអញ្ចឹងខ្ញុំសូមទៅតាមតម្រូវការរបស់ពួកគាត់ចាខ្ញុំសូមបញ្ជាក់ប្រវែងដែលយើងអាចធ្វើទ្រុងបានបន្តិចគឺយើងបានដល់ទៅ3ម៉ែត្រកន្លះចា3ម៉ែត្រកន្លះហើយតតឹងគឺបានដល់1ម៉ែត្រ9ចាសូមបញ្ជាក់ជាក់ដែរបងសម្រាប់រថយន្តរបស់យើងដែលយើងយកទៅធ្វើទ្រុងនេះគឺយើងធ្វើលើសាក់ស៊ីស៊ីនតែម្ដងយើងអត់មានកាត់តអីទេបងចាអញ្ចឹងដោយប្រវែងដែលបងអូនបង្ហាញបងមិញពីកង់មុខដល់កង់ក្រោយប្រវែងប៉ុណ្នេះមានន័យថានៅពេលដែលបងធ្វើទ្រុងទៅគឺកង់មុខនិងកង់ក្រោយរបស់យើងគឺវាសាក់មួយម៉ាត់គ្នាអត់មានថាវាខិតមកមុខពេកទេអញ្ចឹងនៅពេលដែលបងដឹកអីវ៉ាន់គឺវាអត់អាចថាបាសក្រោយបាសអីទេគឺវាមានលំនឹងល្អមែនតើចាហើយសម្រាប់ឡានម៉ូតូកន្លះយើងហ្នឹងអីដែលល្អហ្មងគឺប្រើជាប្រភេទកង់ដុបទៀតបងចាប្រភេទកង់ដុបកង់2ហ្នឹងទាំងសងខាងហើយបើនិយាយពីចទាសក៏ប្រើជាចទាសដុបដូចគ្នាបងចាហើយនេះកង់មួយនេះហាត់ជាកង់ដែលថែមជូនហ្មងនិយាយទៅកង់ហ្នឹងអាចបដូរបានទាំងមុខទាំងក្រោយនិយាយទៅគឺលេខដូចគ្នាហ្មងបងចាបងនឹងថាកង់លេខប្រហែលនេះបងសម្រាប់កង់រថយន្តរបស់យើងនេះគឺសវកលេខ7យ៉ាង16ហើយភ្លី12ចាបងសម្រាប់សវកកង់ប្រភេទនេះបងអត់ពិបាករកទិញនៅលើទីផ្សារចាបងយកឡានទៅប្រើប្រាស់ហើយគ្រឿងដែលបងត្រូវប្រើហ្នឹងវាពិបាកទិញអាហ្នឹងក៏ផលវិបាកមែនតើចាចឹងសបកលេខប៉ុណ្ណឹងគឺងាយស្រួលរកតាមទីផ្សារខ្លាំងមែនតើហ្មងចាបងដូចបងឃើញសភាពណាបើសម្រាប់ធុងសាំងរបស់យើងវិញណាសម្រាប់ធុងប្រេងសុំទោសបងសម្រាប់ធុងប្រេងរបស់យើងគឺអាចផ្ទុកចន្លោះបានទៅដល់75លីត្រចឹងគឺច្រើនខ្លាំងមែនតើហើយបើនិយាយពីការស៊ីប្រេងក៏តិចចឹងបើសិនបងធ្វើដំណើរផ្លូវឆ្ងាយអីចឹងអត់ពិបាកបងចំណាយពេលវេលាចំណាយថវិកាចាក់អីដោយសារអីវាស៊ីប្រេងតិចខ្លាំងមែនតើចាទីមួយវាធំវាដាក់ចំណងប្រេងបានច្រើនចឹងបងបើកផ្លូវឆ្ងាយយើងអត់ខាត់ពេលចូលចាក់ច្រើនដងចឹងណាចាបងអញ្ចឹងreservoir ធំអាចដាក់ប្រេងបានច្រើនបូកផ្សំជាមួយនឹងរថយន្តរបស់យើងស៊ីប្រេងតិច100គីឡូស៊ីតែត្រឹម8-9លីត្រទេអញ្ចឹងបើបងធ្វើដំណើរផ្លូវឆ្ងាយគឺចំណេញពេលវេលាមែនតើបងចាឥឡូវចង់ឲ្យច្បាស់ហ្មងបងអាចកលេចមកនៅខាងឆ្វេងដៃរបស់ខ្ញុំណាគឺជាឡាននិយាយទៅគឺសេរីដូចគ្នាបងជាខ្នាត1តោងកន្លះតែតម្លើងជាត្រង់ទូស្ងួតហើយស្រែកមកឲ្យបងបានមើលជាក់ស្ដែងហ្មងចឹងចាតាមពិតទៅរថយន្ត Isuzu របស់យើងអាចតម្លើងត្រង់បានច្រើនប្រភេទមែនតើបងអាចថាបងជាប្រភេទអាជីវកម្មមិនថាប្រភេទសាច់ប្រភេទដឹកអីវ៉ាន់ឈ្ងួតទេបងអាចតម្លើងបានគ្រប់ប្រភេទតែម្ដងប៉ុន្តែថ្ងៃនេះសូមលើកជាឧទាហរណ៍ឡានទូស្ងួតនេះឲ្យបងមើលមួយចាឲ្យមើលពីសភាពស្រស់ស្អាតខ្លាំងមែនតើបងចាហើយពេលតម្លើងត្រង់ហើយបងអាចមើលសាច់សាក់ស៊ីហើយនឹងត្រង់យើងបានណាគឺវានៅអាក់មួយដែលសមស្របមែនតើដើម្បីដល់ពេលដែលយើងដឹកអីវ៉ាន់ទៅគឺមានលំនឹងល្អចាអូនហ្នឹងឯងបងសម្រាប់ឡានរបស់យើងណាគឺសាក់ស៊ីយើងធ្វើនៅចំហៀងចាបងសុំតបបងចាទៀសគឺធ្វើនៅចំហៀងបងចាសម្រាប់ចាទៀសយើងគឺយើងធ្វើអមសងខាងសាក់ស៊ីយើងអត់ធ្វើពីក្រោមទេកន្លែងនេះក៏យើងគិតគូរដែរដោយសារតែនៅពេលដែលរថយន្តបើសិនជាបងធ្វើចាទៀសនៅក្រោមសាក់ស៊ីពេលដែលដឹកទៅវាអាចនឹងឃ្លោងអញ្ចឹងណាតែសម្រាប់អានេះយើងដូចយើងអមសងខាងអញ្ចឹងបងយើងចាប់អមសងខាងអញ្ចឹងវានឹងមែនតើចាបងចាគឺបងអាចមើលពីសភាពឡានបានចង់ឲ្យបងមើលចាំមើលត្រង់យើងមកជុំសិនទៅចាចឹងនឹងគឺជាឡានខ្នាត1តោងកន្លះរបស់យើងណាបងចឹងសម្រាប់បងដែលមានចំណាប់អារម្មណ៍ចឹងណាបងអាចធ្វើការអញ្ជើញមកដល់ showroom យើងចឹងណាដោយសារឥឡូវហ្នឹងក៏យើងមាន promotion ពិសេសសម្រាប់បងដូចគ្នាអញ្ចឹងសម្រាប់ promotion មួយនេះដែរគឺរាល់អតិថិជនដែលគាត់មកធ្វើការទិញរថយន្តពីខាងក្រុមហ៊ុនយើងអញ្ចឹងណានឹងមានការផ្ដល់ជូនដូចជាបងមានអាចចំណេញទឹកប្រាក់រហូតចិត្តដល់$2,500អញ្ចឹងណាហើយចាបងហើយនៅក្នុងហ្នឹងក៏មានការទទួលបានប្រាក់ត្រឡប់ទៅវិញនៅចំនួន$2,000ហើយការធ្វើស្លាកលេខ free ជូនបងមួយឈុតហើយនឹង free maintenance ជូនបងដល់ទៅ2ដងចាបងចាហើយមួយវិញទៀតគឺកាន់តែពិសេសសម្រាប់បងដែលចង់ធ្វើការបងរំលោះអញ្ចឹងណានៅខាងយើងក៏មានលក្ខខណ្ឌនៃការបងរំលោះងាយៗដែរបងបើថាបងចង់បងរំលោះជាលក្ខណៈបងរំលោះសុទ្ធឬក៏ចូលរួម20%មុនអីគឺមានដូចគ្នាបងចាគឺនិយាយទៅគឺងាយស្រួលសម្រាប់បងមែនតើហើយបើនិយាយពីការបងប្រចាំខែវិញគឺធូរហើយបងអាចបងរំលោះបានរយៈពេលវែងបងចាបងអូនអាចបញ្ជាក់បានថាការ promotion នេះយើងធ្វើត្រឹមចាប់ពីពេលណាដល់ពេលណាដែរចាការ promotion ហ្នឹងគឺយើងនឹងធ្វើចាប់ពីថ្ងៃហ្នឹងទៅរហូតដល់ចុងឆ្នាំហ្នឹងបងចា
និយាយទៅអាចថាបង promotion នេះគឺជា promotion ធំមែនតើដែលយើងអត់ធ្លាប់មានពីមុនមកទេចាអញ្ចឹងបងកំពុងមានតម្រូវការជាមួយនឹងរថយន្ត Isuzu របស់យើងអីបងអាចសាកសួរព័ត៌មានបានចាពីលើនេះទៀតដូចជាវីដេអូយើងជិតចប់ដែរអញ្ចឹងខ្ញុំសូមផ្ដល់ជូនបងពាក់ព័ន្ធជាមួយនឹងទីតាំងផ្នែកសេវាកម្មដោយសារឥឡូវនេះយើងមានដៃគូនៅតាមខេត្តដែរអញ្ចឹងណាសម្រាប់រថយន្ត Isuzu របស់យើងទី1គឺពេលបងយកទៅប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងគ្រឿងបន្លាស់ដោយសារតែគ្រឿងបន្លាស់យើងមានគ្រប់គ្រាន់យើងមានអ្វីដែលជាតម្រូវការអតិថិជនតែម្ដងហើយយើងមានជាងដែលមានជំនាញច្បាស់លាស់ហើយបងដែលគាត់យកឡានទៅតាមខេត្តឆ្ងាយអីបងបាច់បារម្ភទេដោយសារឥឡូវនេះយើងមានដៃគូសហការចំនួន5ដែរដែលមាននៅតាមបណ្ដាខេត្តដូចជាសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ចាមចាហើយនឹងកំពង់ធំមួយទៀតចាកំពង់ធំមួយទៀតចាបងចឹងគឺល្អមែនតើបងប្រើប្រាស់ជាមួយនឹងរថយន្តខាងយើងគឺអត់ភ័យខ្លាចនឹងថាអូទិញហើយអត់ដឹងថាទៅផ្លាស់ប្ដូរគ្រឿងបន្លាស់នៅណាអញ្ចឹងនៅខាងយើងក៏មានដូចគ្នាបងចាអញ្ចឹងល្អមែនតើអញ្ចឹងសម្រាប់ឱកាសចុងឆ្នាំនេះមានទាំង promotion មានទាំងផ្នែកស្វីដែលយើងសហការនៅតាមខេត្តគឺមានការថែមជូនសម្រាប់អតិថិជនគឺច្រើនមែនតើនៅរដូវកាលចុងឆ្នាំនេះអញ្ចឹងណាចាអញ្ចឹងឥឡូវយើងមកដល់ចុង live របស់យើងហើយអញ្ចឹងបងមានអីបន្ថែមទេបងដូចជាអត់មានអីទៀតទេថ្ងៃនេះយើង live ប៉ុណ្ណឹងសិនណាចាំថ្ងៃក្រោយយើងជួបគ្នាម្ដងទៀតចាបងចាអញ្ចឹងអរគុណចាបងជួបគ្នានៅឱកាសក្រោយ